ការកំហុសដែលយើងបានប្រព្រឹត្តតាំងប្រមាណហ្នឹងតើវានឹងមានផលប៉ះពាល់អីគេខ្លះទៅដល់ក្រុមរបស់យើងទាំងមូលបង ផលប៉ះពេលហ្នឹងមានច្រើនណាស់តែបងមានប្រហែលចំណុចដែលបងចាំអត់ភ្លេចហ្នឹងគឺបងយកការងាររបស់កូនក្រុមមកធ្វើដោយខ្លួនឯងគឺមានន័យថាពេលដែលបងយកការងាររបស់គាត់មកធ្វើដោយខ្លួនឯងហ្នឹងគឺបងចេះតែម្នាក់ឯងទេពួកគាត់អត់មានចេះអីទេអញ្ចឹងមើលត្រឡប់ទៅវិញគឺពួកគាត់នៅដដែលអញ្ចឹងបងទៅតែឯងទៅមុខអស់ហើយទី2គឺរបៀបនៃការបញ្យល់ពេលបងអត់ចេះបញ្យល់ពួកគាត់បងគិតថាកន្សឹបរបស់បងប៉ុណ្ណេះគឺដាក់ទៅពួកគាត់នឹងជ្រាបចូលប៉ុណ្ណឹងហើយតែយ៉ាងចេះស្ដាយមែនតើគឺគាត់ទទួលយកបានទេតែយើងរំពឹងថាគាត់នឹងទទួលយកបានហើយអញ្ចឹងដល់ពេលលទ្ធផលចេញមកវាអត់ដូចអ្វីដែលយើងរំពឹងទុកទេហើយយើងដឹងថាការងារគណនេយ្យវាមាន deadline ពីមួយខែទៅមួយខែទាំងអស់អញ្ចឹងដល់ពេលយើងអត់ចេះរបៀបនៃការបញ្យល់ពួកគាត់យើង expect តែប៉ុណ្ណឹងដល់យើងរំពឹងប៉ុណ្ណេះដល់ពេលលទ្ធផលវាអត់បានដូចអញ្ចឹងយើងខកdeadline អញ្ចឹងវាធ្វើឲ្យកូនក្រុមទាំងអស់ហ្នឹងវាជួបបញ្ហានៃការខុស deadline ទាំងអស់គ្នាអញ្ចឹងវាធ្វើឲ្យក្រុមទាំងមូលហ្នឹងគឺមានផលប៉ះពាល់ទាំងអស់គ្នាហើយដែលមួយទៀតចាំអត់ភ្លេចហ្នឹងគឺទង្វើរបស់បងទាំងអស់ហ្នឹងធ្វើឲ្យកូនក្រុមរបស់បងចេញទៅម្ដងមួយបងសួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់កម្មវិធី Orkin Insight Podcast សម្រាប់ថ្ងៃនេះដែរយើងនឹងពិភាក្សាអំពីប្រធានបទមួយដែលមានមនុស្សជាច្រើនកំពុងតែចាប់អារម្មណ៍និងជួបប្រទះជាពិសេសអ្នកដែលគាត់ទើបតែក្លាយជាអ្នកដឹកនាំក្រុមលើកដំបូងឬក៏ត្រៀមខ្លួនក្នុងការដឹកនាំក្រុមអញ្ចឹងថ្ងៃនេះយើងមានវាគ្មិនពិសេសម្នាក់ដែលមកពីនាយកដ្ឋានហិរញ្ញវត្ថុនិងគណនេយ្យដែលគាត់នឹងចែករំលែកអំពីបទពិសោធន៍របស់គាត់ផ្ទាល់ទៅលើប្រធានបទកំហុសដ៏ធំបំផុតនៅក្នុងការដឹកនាំក្រុមលើកដំបូងនិងអ្វីដែលគាត់បានរៀនសូត្រអំពីវាដូច្នេះយើងទៅជួបគាត់ទាំងអស់គ្នាជំរាបសួរបងចាជំរាបសួរអូនមួយរយៈនេះសុខសប្បាយហ៎បងចាសុខសប្បាយអូនតែឃើញបងរៀងរវល់ចានឹងឲ្យរវល់ដោយសារដើមខែធ្វើបញ្ជីអូចាបងចាអញ្ចឹងមុននឹងឈានដល់ការស៊ីជម្រៅនៅក្នុងប្រធានបទរបស់យើងបងខ្ញុំចង់ឲ្យបងជួយណែនាំខ្លួននិងចែករំលែកអំពី background របស់បងទៅកាន់ទស្សនិកជនយើងតិចបានទេបងចាជំរាបសួរអ្នកទាំងអស់គ្នាខ្ញុំឈ្មោះណសកុលធីរិតបច្ចុប្បន្នមានតួនាទីជា Senior Accounting Manager នៅក្រុមហ៊ុន Orkin ខ្ញុំធ្វើការនៅក្រុមហ៊ុន Orkin អស់រយៈពេល5ឆ្នាំជាងចាបងអញ្ចឹងសរុបមកវិញបងធ្វើការក្នុងអាជីពជា accounting ហ្នឹងតើរយៈពេលប្រហែលប៉ុន្មានឆ្នាំហើយបងធ្វើការជាគណនេយ្យកររយៈពេល10ឆ្នាំជាងអូរៀងយូរគួរសមដែរបងចា៎អញ្ចឹងបងអាចជួយចែកម្លែកបន្តិចបានទេថាបងមានកលឹះអីគេខ្លះហើយដែលអាចផ្លាស់ប្ដូរខ្លួនពីបុគ្គលិកlevel ធម្មតាហើយក្លាយជាអ្នកដឹកនាំក្រុមគេលើកដំបូងហ៎បងកលឺនៃបទពិសោធន៍របស់បងបើនិយាយពេលហ្នឹងគឺមានច្រើនតែបងសូមលើកយកតែប្រហែលចំណុចដើម្បីមកចែករំលែកនៅពេលនេះទី1គឺតាក់ទងទៅនឹងផ្នែកកំណត់របស់ខ្លួនឯងគឺមានន័យថាបងត្រូវរៀនផ្លាស់ប្ដូរផ្នត់កំណត់ខ្លួនឯងពីការធ្វើការងារដោយខ្លួនឯងទៅជាការងារបែងចែកទៅឲ្យកូនក្រុមវិញម្ដងហើយទី2តាក់ទងទៅនឹងការបើករៀនអ្វីដែលថ្មីមានន័យថាបងត្រូវរៀនភាពជាអ្នកដឹកនាំបងត្រូវរៀនពីការកសាងធនធានមនុស្សបងត្រូវរៀនពីការបែងចែកការងារទៅឲ្យកូនក្រុមហើយចំណុចសំខាន់គឺភាពជាម្ចាស់ការមានន័យថាការទទួលខុសត្រូវទៅលើការងាររបស់ខ្លួនឯងក៏ដូចជាកូនក្រុមរបស់ខ្លួនឯងដែរបងបើតាមស្ដាប់នៅអ្វីដែលបងចែកម្លែកមុនហ្នឹងណាខ្ញុំគិតថាការផ្លាស់ប្ដូរខ្លួនពីតំណែងបុគ្គលិកធម្មតាទៅជាអ្នកដឹកនាំក្រុមមិនមែនជារឿងដែលងាយស្រួលទេខ្ញុំជឿថាប្រកាសជាមាននៅកំហុសខ្លះនៅក្នុងហ្នឹងឯងអញ្ចឹងបងអាចជួយចែកម្លែកថាកំហុសអីគេដែលបងចងចាំជាងគេនៅក្នុងអំឡុងពេលហ្នឹងបងបើនិយាយពីកំហុសនៅពេលហ្នឹងគឺមានច្រើនមែនតើតែបងចែករំលែកតែប្រហែលចំណុចដែលបងនៅចាំទី1គឺតាក់ទងទៅនឹងការតម្លាក់ការងារទៅឲ្យកូនក្រុមមានថាយើងតម្លាក់ការងារទៅឲ្យគាត់ធ្វើហើយតែដល់ពេលគាត់ធ្វើអត់ទាន់ចាប់អត់អីចឹងយើងយកការងារទាំងអស់ហ្នឹងមកធ្វើខ្លួនឯងទាំងអស់វិញចឹងយើងមើលទៅយើងជួយក្រុមជួយចាហ្នឹងហើយយើងដូចជួយកូនក្រុមអញ្ចឹងទាំងតែការងារទាំងអស់ហ្នឹងគឺយើងត្រូវឲ្យគាត់រៀនពីវាហើយចំណុចបន្តមកទៀតគឺបងអត់ទាន់យល់ពីរបៀបនៃការបញ្យល់ពួកគាត់ទេចាំមានថាបងបញ្យល់អញ្ចឹងហើយអញ្ចឹងបង expect ថាគាត់នឹងយល់ការងារទាំងអស់ហ្នឹងហើយតែទាំងដែលមែនតើគឺការគិតនិងការយល់ដឹងរបស់មនុស្សខុសគ្នាតែទាំងបងអត់បានរៀនសិក្សាស្វែងយល់ថាបងត្រូវបញ្យល់ពួកគាត់បែបម៉េចទេអញ្ចឹងបងបញ្យល់ទៅហើយបង expect ថាគាត់នឹងយល់ហើយទាំងដែលលទ្ធផលចេញមកការងារទាំងអស់ហ្នឹងវាអត់ដូចអ្វីដែលបងរំពឹងទុកទេចំណុចចុងក្រោយមែនតើចំណុចចុងក្រោយមួយទៀតតែបងចាំអត់ភ្លេចហ្នឹងគឺពេលដែលពួកគាត់ធ្វើខុសហើយបងឡងទៅវិញហើយបានបងថាឲ្យគាត់បងស្ដីឲ្យគាត់នៅមុខកូនក្រុមផ្សេងហ្មងដែលវាមើលទៅដូចយើងអស់ចាណាស់ជាងព្រោះយើងជាមួយរបស់គាត់ហើយទាំងដែលមែនតើទាំងអស់ហ្នឹងវាសុទ្ធតែជាអ្វីដែលយើងមិនគូសធ្វើជាមួយនឹងកូនក្រុមរបស់យើងឯងត្រូវបងនិយាយដល់ចំណុចហ្នឹងខ្ញុំក៏លេចមកខ្ញុំឃើញខ្លួនឯងហ្នឹងហើយខ្ញុំបច្ចុប្បន្នហ្នឹងក៏ជា level senior មួយដែរដែលខ្ញុំមាន team រូបនៅក្រុមខ្ញុំអញ្ចឹងរហងៃខ្ញុំបាន lead គាត់ហើយបើ break ពីកំហុសវិញគឺអត់ខុសពីបងហ្មងទេពេលខ្លះខ្ញុំដាក់ការងារឲ្យកូនក្រុមទាំងមើលទឹកមុខគាត់
តិចខ្ញុំដាក់ឲ្យគាត់ច្រើនពេកទៅគាត់អត់សុវ័យចិត្តជាមួយនឹងអ្វីដែលខ្ញុំដាក់ទៅហើយមួយទៀតពេលដែលគាត់ធ្វើការងារមកអត់ដូចអ្វីដែលយើងរំពឹងទុកឬមួយក៏ធ្វើការងារខុសអត់ហ៊ានទៅប្រាប់គាត់ឲ្យកែឬក៏ធ្វើឯងខ្ញុំសុខចិត្តយកមកកែឬក៏ធ្វើខ្លួនឯងយកហ្មងព្រោះអីខ្លាចធីមអន់ចិត្តខ្លាចធីមហត់ពេកខ្លាចការងារគេច្រើនពេកគេធ្វើអត់អស់ខ្លាច let deadline ពីមេមកអញ្ចឹងសុខចិត្តធ្វើខ្លួនឯងហ្នឹងហើយអញ្ចឹងបើកលេចមកវិញបញ្ហាទាំងអស់ហ្នឹងបងគិតថាវានឹងមានផលប៉ះពាល់អីគេខ្លះទៅដល់ធីមរបស់យើងទាំងមូលបង ចានឹងឲ្យមានព្រោះអីយើងយកការងារធ្វើខ្លាយអស់ហើយយើងអត់ចេះបញ្យល់ទៅគាត់ទៀតហើយដល់ពេលយើងស្ដីឲ្យគាត់នៅចំពោះមុខធីមទៀតអញ្ចឹងទាំងអស់ហ្នឹងវាបង្ហាញវិញទីមួយគឺធីមយើងអត់មានរីកចម្រើនអីទេគឺគាត់អត់លូតលាស់ជាមួយនឹងយើងទេមានថាយើងទៅយើងទៅគាត់នៅតែគាត់ទៅហើយទី2យើងធ្វើឲ្យក្រុមរបស់យើងទាំងមូលហ្នឹងវាអត់សហការគ្នាមានន័យថាវាអត់ជាធ្លុងមួយទេព្រោះអីយើងអត់ចាហ្នឹងហើយយើងអត់ចេះបៀលពួកគាត់ឲ្យទៅជាមួយអញ្ចឹងវាធ្វើឲ្យធីមរបស់យើងហ្នឹងវាបែងចែកគ្នាវាអត់ទៅផ្លូវតែមួយជាមួយនឹងយើងចាបងបើត្រឡប់មកវិញណាតើអាកំហុសដែលយើងបានប្រព្រឹត្តតាំងប្រមាណហ្នឹងតើវានឹងមានផលប៉ះពាល់អីគេខ្លះទៅដល់ក្រុមរបស់យើងទាំងមូលបងផលប៉ះពាល់ពេលហ្នឹងមានច្រើនណាស់តែបើមានប្រមាណចំណុចដែលបងចាំអត់ភ្លេចហ្នឹងគឺបងយកការងាររបស់កូនក្រុមមកធ្វើដោយខ្លួនឯងគឺមានន័យថាពេលដែលបងយកការងាររបស់គាត់មកធ្វើដោយខ្លួនឯងហ្នឹងគឺបងចេះតែម្នាក់ឯងទេពួកគាត់អត់មានចេះអីទេអញ្ចឹងមើលត្រឡប់ទៅវិញពួកគាត់នៅដដែលអញ្ចឹងបងទៅតែឯងទៅមុខអស់ហើយទី2គឺរបៀបនៃការបញ្យល់ពេលបងអត់ចេះបញ្យល់ពួកគាត់បងគិតថាកន្សឹបរបស់បងប៉ុណ្ណេះគឺដាក់ទៅពួកគាត់នឹងជ្រាបចូលប៉ុណ្ណឹងហើយតែយ៉ាងចេះស្ដែងមែនតើគឺគាត់ទទួលយកបានទេតែយើងរំពឹងថាគាត់នឹងទទួលយកបានទេអញ្ចឹងដល់ពេលលទ្ធផលចេញមកវាអត់ដូចអ្វីដែលយើងរំពឹងទុកទេហើយយើងដឹងថាការងារគណនេយ្យវាមាន deadline ពីមួយខែទៅមួយខែទាំងអស់អញ្ចឹងដល់ពេលយើងអត់ចេះរបៀបនៃការបញ្យល់ពួកគាត់យើង expect តែប៉ុណ្ណឹងthen យើងរំពឹងប៉ុណ្ណេះដល់ពេលលទ្ធផលវាអត់បានដូចអញ្ចឹងយើងខកdeadline អញ្ចឹងវាធ្វើឲ្យកូនក្រុមទាំងអស់ហ្នឹងវាជួបបញ្ហានៃការខុស deadline ទាំងអស់គ្នាអញ្ចឹងវាធ្វើឲ្យក្រុមទាំងមូលហ្នឹងគឺមានផលប៉ះពាល់ទាំងអស់គ្នាហើយដែលមួយទៀតចាំអត់ភ្លេចហ្នឹងគឺទង្វើរបស់បងទាំងអស់ហ្នឹងធ្វើឲ្យកូនក្រុមរបស់បងចេញទៅម្ដងមួយពីបងហ្នឹងហើយអូខេបងបើនិយាយទៅស្ដាប់ពីបញ្ហាមកដូចជាបញ្ហាធម្មតាបញ្ហាដែលយើងអត់សូវចាប់អារម្មណ៍ណាប៉ុន្តែបើកលេចមើលផលប៉ះពាល់វិញវាឈានដល់ថ្នាក់ដែលបុគ្គលិករបស់យើងនៅក្រុមយើងគាត់ឈប់ម្នាក់មួយអញ្ចឹងខ្ញុំគិតថាវាមិនមែនជាបញ្ហាទូចទៀតទេអានេះគឺជាបញ្ហាដែលធំខ្លាំងហើយចាហ្នឹងហើយបងបន្ទាប់ពីធីមឈប់អស់ហើយការងារនៅក្នុងក្រុមទាំងមូលក៏អត់សូវទាន់មានស្ថិរភាពអញ្ចឹងតើបងត្រូវធ្វើមិនខ្លះដើម្បីដោះស្រាយទៅលើបញ្ហាទាំងអស់ហ្នឹងក្រោយពីធីមរបស់បងចាក់ចេញទៅបន្តហ្នឹងចាបងក៏ចាប់ផ្ដើមឆ្លុះបញ្ចាំងពីខ្លួនឯងអញ្ចឹងក៏ឃើញថាកំហុសទាំងអស់ហ្នឹងគឺផ្ដើមចេញពីបងដោយបងខ្វះបទពិសោធន៍ភាពជាអ្នកដឹកនាំអញ្ចឹងពេលដែលឃើញខ្លួនឯងខ្វះភាពជាដឹកនាំក៏ចាប់ផ្ដើមឲ្យខ្លួនឯងផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងចាប់ផ្ដើមបើកឱកាសខ្លួនឯងរៀនអ្វីថ្មីគឺស្រាប់ពេលដែលក្រុមហ៊ុនបានបញ្ជូនបងទៅរៀនវគ្គបណ្ដុះបណ្ដាលខ្លីភាពជាអ្នកដឹកនាំពេលដែលបងបានទៅរៀននៅទីហ្នឹងបងបានផ្លាស់ប្ដូរផ្នត់គំនិតច្រើនអញ្ចឹងក៏ត្រឡប់មកវិញក៏ចាប់ផ្ដើមរៀបចំរចនាសម្ព័ន្ធនៅក្នុងក្រុមចាប់ផ្ដើមជ្រើសរើសបុគ្គលិកថ្មីហើយរៀបចំដាក់ពួកគាត់ទៅតាម layer មួយអញ្ចឹងបច្ចុប្បន្នបងអាចនិយាយបានថាធីមរបស់បងមាន layer ច្បាស់លាស់ហើយពួកគាត់ធ្វើការចុះសម្រងចាហ្នឹងហើយធ្វើការចុះសម្រងជាមុនធ្វើការទៅតាមជំនាញរបស់ពួកគាត់រៀងខ្លួនអញ្ចឹងធ្វើឲ្យបងវាមានភាពធូរស្រាលជាងកាលពីមុនឆ្ងាយច្រើនចាបងមែនតើខ្ញុំក៏ឃើញចឹងដូចគ្នាដែរបើនិយាយពី department របស់ finance វិញណាគេក៏ដឹងដែរថាភាគច្រើនគឺធ្វើការគាត់អត់សូវចោះសម្រងមួយគេតែនៅ Okin ហ្នឹងខ្ញុំឃើញថាតាំងពីបងបានផ្លាស់ប្ដូរមកfinance គឺជា department មួយដែលឥឡូវគឺមានអារម្មណ៍ថាឈៀលខ្លាំងហ្មងហើយគាត់ធ្វើការចោះសម្រងជាមួយនឹង department ផ្សេងបានច្រើនហ្នឹងហើយអូនអរគុណច្រើនដែលបានសរសើរអញ្ចឹងត្រឡប់មកវិញតើបងមានដំបូងមានអីគេខ្លះសម្រាប់ចែករំលែកទៅកាន់បងឬក៏បងប្អូនដែលគាត់ត្រៀមខ្លួនក្នុងការដឹកនាំធីមឬក៏កំពុងតែដឹកនាំធីមហើយបងសម្រាប់បងមានដំបូងមានខ្លីទេគឺយើងកុំខ្លាចក្នុងការបែងចែកការងារទៅឲ្យកូនក្រុមធ្វើព្រោះនៅពេលដែលកូនក្រុមយើងជោគជ័យយើងក៏ជោគជ័យទៅជាមួយនឹងពួកគាត់ដែរហើយយើងត្រូវតែទុកចិត្តពួកគាត់
ធ្វើការងារទាំងអស់ហ្នឹងអញ្ចឹងកុំខ្លាចក្នុងការដែលចែកការងារទៅឲ្យពួកគាត់ធ្វើ ចាបងអញ្ចឹងវាចាត់ទុកថាការជោគជ័យរបស់ក្រុមវាមិនជោគជ័យតែពួកគាត់ទេប៉ុន្តែវាធ្វើឲ្យជោគជ័យក្រុមទាំងមូលព្រមទាំងបងដែរចា ចាហ្នឹងហើយអូន ចាបងប្អូនទាំងអស់គ្នាសម្រាប់ទង្វើឬក៏សកម្មភាពដែលយើងមើលទៅគឺធម្មតាឬក៏តូចតាចប៉ុន្តែវាមានផលប៉ះពាល់ខ្លាំងមែនទែនទៅដល់ក្រុមរបស់យើងទាំងមូលហើយក្នុងនាមយើងជាថ្នាក់ដឹកនាំក៏បរាជ័យនៅក្នុងនឹងដែរចាអរគុណច្រើនបងសម្រាប់ការចែកម្លែកនៅក្នុងថ្ងៃនេះហើយខ្ញុំមានអារម្មណ៍ថាបន្ទាប់ពីបានស្ដាប់នៅការចែកម្លែករបស់បងមកវាជាចំណេះដឹងថ្មីមួយដែលខ្ញុំយកទៅអនុវត្តនៅក្នុងជីវការងាររបស់ខ្ញុំបច្ចុប្បន្នដែរបង ចាអ្នកទាំងអស់គ្នាបច្ចុប្បន្នបង្រិតគាត់កំពុងតែត្រូវការកូនក្រុមម្នាក់ដែលមានតួនាទីជាជំនាញ accounting officer បើសិនជាមានអ្នកចាប់អារម្មណ៍ចង់ធ្វើការជាមួយនឹងបង្រិតអាចទម្លាក់ CV ឬក៏តាក់ទងសួរព័ត៌មាននៅតាម Facebook page របស់ក្រុមហ៊ុនបានដែលមានឈ្មោះថាចតុមុខ Service Career បើសិនជាមានចម្ងល់អាចទម្លាក់នៅក្នុង comment បានចាសម្រាប់វីដេអូរបស់យើងនៅក្នុងថ្ងៃនេះក៏ឈានមកដល់ទីបញ្ចប់ហើយអរគុណសម្រាប់ការទស្សនារបស់អ្នកទាំងអស់គ្នាអញ្ចឹងសូមអរគុណសូមជម្រាបលា